vô khó khăn xa này với mày anh cũng sợ lại hôm nay mày em sai con miếng nên mày lên miếng đi nè thôi vô khó khăn xa mấy anh này không không hả với mày tôi đây hãy cho con mày anh kìa ថ្មីទៀតហើយលោកនាយកសាលារបស់អង្គកាញ់បំរុងយកញញួរវាយអ្នកគ្រូម្នាក់ដោយសារចូលប្រជុំយឺតមានរឿងពាក់ព័ន្ធនឹងវិស័យអប់រំត្រូវតាមដានទៀតហើយនាថ្ងៃទី28ខែឧសភាឆ្នាំ2026នេះមហាជនអ្នកលេងបណ្ដាញសង្គមបានធ្វើការចែករំលែកវីដេអូលោកនាយកសាលាបឋមសិក្សារបស់អង្គកាញ់ដែលចង់ប្រើអំពើហិង្សាលើអ្នកគ្រូបង្រៀនម្នាក់ដោយសារតែខឹងអ្នកគ្រូរូបនោះមកប្រជុំយឺតបើតាមវីដេអូដែលបានផ្សព្វផ្សាយនោះគឺលោកនាយកសាលារូបនោះបំរុងនឹងយកញញួរវាយទៅលើអ្នកគ្រូរូបនោះតែម្ដងតែត្រូវបានអ្នកនៅក្នុងហេតុការណ៍នោះខាត់តន់និងដកញញួរពីដៃលោកនាយកយកទៅទុកបើកុំតែមានអ្នកនៅទីនោះច្រើនគ្នាកុំអីអាចនឹងមានរឿងធំហើយយ៉ាងណាបើតាមការរៀបរាប់របស់អ្នកគ្រូដែលលោកនាយកបំរុងនឹងវាយនឹងញញួរបានរៀបរាប់ថាអ្នកគ្រូជាប់និយាយទូរស័ព្ទជាមួយមេភូមិនិងមេឃុំហើយក៏ទៅប្រជុំយឺតជាងគេពេលនោះលោកនាយកសាលាបានឲ្យសិស្សទៅហៅខ្លួនឲ្យមកប្រជុំក្រោយមកលោកនាយកក៏ចេញមកស្រែកហៅម្ដងទៀតហើយពេលខ្លួនទៅដល់បន្ទប់ប្រជុំស្រាប់តែលោកនាយកជេរប្រមាថខ្លួននិងចង់វាយខ្លួនតែម្ដងសូមជម្រាបថាហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2026នេះស្ថិតនៅក្នុងសាលាបឋមសិក្សារបស់អង្គកាញ់ភូមិរបស់អង្គកាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញហ្នឹងហើយបងពីដំបូងឡើយគឺខ្ញុំបាននិយាយទូរស័ព្ទជាមួយនឹងពុកខ្ញុំគាត់សុំបានក្រីក្រខ្ញុំនិយាយមួយមេភូមិមេឃុំហ្នឹងសុំបានក្រីក្រពុកដែលសម្រាប់ព្យាបាលនៅទីពេទ្យជ័យជំនះសុំដើម្បីពេទ្យព្រោះថាទីពេទ្យជ័យជំនះហ្នឹងគេឲ្យយើងហ្នឹងទៅបញ្ជាក់សបុតភូមិឃុំមកថាគាត់ពិតជារស់នៅនៅត្រយស្លាហ្នឹងមែនដើម្បីយើងយកกระดาษហ្នឹងមកដើម្បីព្យាបាលឲ្យអស់លុយស្រាប់តែពេលហើយខាងនាយកសាលាហ្នឹងក៏បានហៅខ្ញុំហ្នឹងឲ្យកូនសិស្សមកហៅខ្ញុំហើយកូនសិស្សហៅខ្ញុំថាគេប្រជុំហើយខ្ញុំក៏ថាចាំតិចសិនអ្នកគ្រូនិយាយជាមួយមេភូមិមេឃុំនៅនេះផ្លែតសិនព្រោះអ្នកគ្រូសុំក្រាស់គេព្យាបាលពុកសិនស្រាប់ដល់ពេលខ្ញុំនិយាយហើយខ្ញុំក៏បានដើរទៅក្នុងថ្នាក់យកដើម្បីយកសិភៅប្រជុំហ្នឹងយកទៅប្រជុំស្រាប់ដល់ពេលហើយនាយកសាលាហ្នឹងចេញពីប្រូមកក៏ស្រែកហៅហែងយូរម៉េចការងារហែងឲ្យគេគួយចាំហែងហ្នឹងស្រាប់ដល់ពេលខ្ញុំថាខ្ញុំទៅយកសិភៅប្រជុំហើយស្រាប់ដល់ពេលហើយលេងស្រែកជេរមរាយខ្ញុំជេរមរាយខ្ញុំហើយជេរខ្ញុំហៅខ្ញុំសឹកតែងាញ់ដាច់សាច់ហ្នឹងហ្មងដល់ពេលហើយទៅចូលទៅដល់ក្នុងប្រូស្រាប់នាយកសាលាហ្នឹងបានទាញអាញួរឲ្យផ្ទះកាភ្លៀងខ្ញុំមិនតែផ្ទះអត់ត្រូវទេដោយសារអ្នកគ្រូនៅក្នុងហ្នឹងគេបានទាញចាញ់ហើយរកទាញអាញួរហ្នឹងមកវាយក្បាលប្តីខ្ញុំទៀតនៅក្នុងប្រូហ្នឹង